សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតសង្ឃឹមថារាជរដ្ឋាភិបាលថៃថ្មីនឹងរៀបចំក្រុមការងារ JBC និងពន្លឿនការជជែកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាខាតកណ្ដាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលថៃដែលទើបបង្កើតឡើងជាផ្លូវការថ្មីៗនេះនឹងរៀបចំក្រុមការងារ JBC និងពន្លឿនការជជែកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីសម្ដេចបានតាមដាននៅគោលនយោបាយរបស់រដ្ឋាភិបាលថ្មីរបស់ថៃដោយបានបង្ហាញថាថៃក៏ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិភាពតាមយន្តការដែលមានស្រាប់ដែរហើយមិនចង់ឲ្យមានសង្គ្រាមជាលើកទី3ឡើយថ្លែងក្នុងពិធីបើកកថាសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី2នៅព្រឹកថ្ងៃទី11ខែមេសាឆ្នាំ2026នេះសម្ដេចមហាបវរធិបតីបានរំលឹកអំពីចំណុចទី3នៃសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃ GBC ដោយបញ្ជាក់ថារាល់ការព្រមព្រៀងក្រមសេចក្តីប្រកាសរួមមិនត្រូវឲ្យប៉ះពាល់ដល់ការខ័ណ្ឌព្រំដែនឬព្រំដែនអន្តរជាតិប្រទេសទាំងពីរនោះទេភាគីទាំងពីរបានប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន JBC បន្តអនុវត្តការងារវាក់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងសម្ដេចបានលើកឡើងដូចនេះថាខ្ញុំគិតថាថៃមិនផទេបើផសរសេរគោលនយោបាយធ្វើអីចំណុចទី2ទាំងទាហានទាំងអីបានគោរពនៅ Joint Statementជាមួយគ្នានេះសម្ដេចក៏បានណែនាំឲ្យលោកស្វាយស៊ីថាប្រធានក្រុមការងារប្រតិកម្មរហ័សផ្សព្វផ្សាយនៅសេចក្តីថ្លែងការណ៍រួមកម្ពុជាថៃថ្ងៃទី27ខែធ្នូឆ្នាំ2020ឡើងវិញសម្ដេចបញ្ជាក់ថាខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលថៃនឹងរៀបចំក្បាលម៉ាស៊ីន JBC និងចាត់តាំងអនុវត្តឲ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី27ខែធ្នូស្របតាមយន្តការដែលមានស្រាប់គឺ JBC ដើម្បីដោះស្រាយហើយនេះជាអភិក្រមដែលយើងប្រកាន់យកនៅជំរឿទ្វេភាគីទាល់តែដោះអស់បុកថ្មឡើងទៅមុខហើយបានយើងរកវិធីសាស្ត្រថ្មីបាននៅតែ 1% ក៏យើងនៅតែរុលទៅមុខហើយព្យាយាមពង្រីកឲ្យទៅជា 100% ដើម្បីសម្រេចការដោះស្រាយសូមបញ្ជាក់ថាកន្លងមកគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃនៃកាលបរិច្ឆេទសមរម្យណាមួយចន្លោះពីថ្ងៃទី17ដល់ថ្ងៃទី22ខែមេសាឆ្នាំ2026នេះខេត្តសៀមរាប